សម្រាប់បងប្អូនណាដែលអត់ទាន់ចេះដូចឈ្មោះនៅក្នុង profile Facebook អញ្ចឹងវីដេអូនេះខ្ញុំចុចតែប្រហែលងាយបងប្អូនតោះតាមដានវីដេអូនេះបងប្អូនជួយដំណងអ្នកទាំងអស់គ្នាចូលទៅក្នុង profile Facebook មកនេះបន្តមកចុចអាកន្លែងរូបកំពុងមូលនេះអាកន្លែង profile account របស់យើងបន្តមកចុចកន្លែងត្រេះ3មករួចអោសចុះមកក្រោមចុចកន្លែង setting and privacy បន្តមកចុចខាងលើនេះ setting បន្តមកទៀតចុចខាងលើនេះរូបមនុស្ស account center ចុចកន្លែងហ្នឹងមករួចចុចខាងលើម្ដងទៀតខាងលើហ្នឹងរួចរើស profile Facebook របស់បងប្អូនមកឧទាហរណ៍យក profile Facebook របស់ខ្ញុំនេះកន្លែងនេះរួចចុចកន្លែង name មកអានេះខ្ញុំដូរហើយអញ្ចឹងត60ថ្ងៃទៀត60ថ្ងៃក្រោយប្រហែលដូរម្ដងទៀតអញ្ចឹងបងប្អូនដាក់ឈ្មោះដាក់តកោដាក់អីមករួចចុច share មកវាឲ្យអញ្ចឹងរយៈពេល60ថ្ងៃបានដូរម្ដងទៀតអញ្ចឹងហ្នឹងហើយចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូនកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយដើម្បីបានវីដេអូច្រើនបន្តទៀតបាទអរគុណច្រើន